Ban chẳngចំណុចទី4សមីការនិងវិសម័យការ Logrit លោកគូជ្រើសរើសយកចំណុចទី1គឺសមីការ Logrit បាទឈ្មោះចំណុចនេះលោកគូមានឧទាហរណ៍ចំនួន3បាទយើងដោះស្រាយសមីការបាទកលោកគោល2នៃ x ដក1ស្មើ2បាទខលោកគោលបាទកន្លែងនេះនៅពេលដែលយើងអត់ដាក់អញ្ចឹងវាមានន័យថាលោកគោល10បាទនៃ x បូក2បាទស្មើ1ហើយមួយទៀតគឺលោកគោល2នៃ x បូក1លើ2ស្មើ2បាទអញ្ចឹងកុំឲ្យចាំយូរយើងអាចចាប់ផ្ដើមដោះស្រាយបាទចំពោះលំហាត់កបាទចំពោះសមីការ logarit មុននឹងដោះស្រាយយើងត្រូវឲ្យលក្ខខណ្ឌបាទអញ្ចឹងលក្ខខណ្ឌបន្វាយើងចាំថា y ស្មើ local a នៃ x បាទអញ្ចឹងដើម្បីឲ្យអានគុំ logarit មានន័យលុះត្រាតែ x ធំជាង0បាទចំពោះកន្លែងនេះដើម្បីឲ្យសមីការយើងមានចម្លើយបាទលុះត្រាតែ x ដក1នេះបាទធំជាង0បាទអញ្ចឹងខ្ញុំបាន x ដក1ធំជាង0យើងទាញមក x ធំជាង1អញ្ចឹងមានន័យថាចម្លើយបនសមីការយើងអាចយកបាននៅពេលដែលយើងដោះទៅឃើញតម្លៃ x ធំជាង1នៅពេលដែលយើងឲ្យលក្ខខណ្ឌហើយយើងអាចដោះស្រាយបាទធម្មតាដោយប្រើលក្ខណៈ Logrit បាទអញ្ចឹងកន្លែងនេះគឺយើងមាន local 2នៃ x ដក1ស្មើ2បាទអញ្ចឹងបងអាចទៅសេទម្រង់នេះបានដោយសារ local 2នៃ2ស្មើ1ហើយមិនបាញ់ខ្ញុំដាក់ local 2ដោយសារកន្លែងនេះគោល2ដែរបាទបន្ទាប់មកតាមលក្ខណៈស្វ័យគុណ2អាចឡើងមកលើបានអញ្ចឹងកន្លែងនេះ2 local 2នៃ2នេះខ្ញុំអាចសរសេរ local 2នៃ2ស្វ័យគុណ2បាទកន្លែងនេះយើងសរសេរដើម្បីអីគេនៅពេលដែលលោកគោល2ដូចគ្នាយើងអាចលុបលោកចោលអញ្ចឹងខ្ញុំបាន x ដក1ស្មើ4 4នេះគឺដោយសារ2សេគុណ2បាទអញ្ចឹងយើងទាញមក x ស្មើ5ពេលដែលបងដោះស្រាយហើយនៅពេលដែលយើងឃើញ x នេះយើងយកមកមើលលក្ខខណ្ឌទី1របស់យើងបាទដោយសារ x យើងធំជាង1ហើយពេលដែលយើងរកទៅឃើញ x ស្មើ5អញ្ចឹងចម្លើយនេះយើងអាចទទួលយកបានប៉ុន្តែឧទាហរណ៍ថាពេលដែលយើងរកលក្ខខណ្ឌទៅឃើញ x ធំជាង1ស្អាតដោះទៅឃើញ x ស្មើដក5បាទយើងអត់អាចយកចម្លើយនេះបានទេបាទអញ្ចឹងចម្លើយរបស់យើងគឺ x ស្មើ5បាទចំពោះចំណុចខបាទគឺដូចគ្នាដើម្បីឲ្យវាមានន័យលុះត្រាតែ x បូក2នឹងធំជាង0បាទអញ្ចឹងបងទាញមកគឺ x ធំជាងដក2អានេះជាលក្ខខណ្ឌដែលធ្វើឲ្យសមីការ Logrit របស់យើងមានឫសបាទនៅពេលដែលយើងឲ្យលក្ខខណ្ឌហើយបងទាញដោះតាមលោកធម្មតានេះសមីការដើមបាទបន្ទាប់មកកន្លែង1ហ្នឹងខ្ញុំអាចសរសេរលោកបាទនៃ10មានន័យថាលោកគោល10នៃ10លោកគោល10នៃ10មក1ពេលដែលយើងសេលោកហើយយើងដោះលោកចោលមានន័យថាយើងសម្រួលបាទ Logrit ចោលបាទយើងបាន x បូក2ស្មើ10បងទាញមក x ស្មើ8បាទលក្ខខណ្ឌយើងគឺផ្ទៀងផ្ទាត់ដោយសារ8ធំជាងដក2បាទអញ្ចឹងចម្លើយរបស់យើងគឺបាទ x ស្មើ8បាទចំពោះចំណុចគោវាមានភាគបែងប៉ុន្តែអត់ជាបញ្ហាអីទេដោយសារបាទភាគបែងរបស់វាជាលេខបាទបើភាគបែងជាអញ្ញត្តិអាហ្នឹងយើងត្រូវគិតទៀតអញ្ចឹងដូចគ្នាដើម្បីឲ្យសមីការមានចម្លើយលុះត្រាតែ x បូក1លើ2ហ្នឹងធំជាង0ហើយអា2នេះអូខេអត់បញ្ហាអ្វីដែលយើងត្រូវគិតគឺ x បូក1បាទអញ្ចឹងលក្ខខណ្ឌគឺ x បាទធំជាងដក1បាទនៅពេលដែលយើងឲ្យលក្ខខណ្ឌហើយគឺបាទយើងដោះស្រាយសមីការធម្មតាដោយសារនេះលោកគោល2អញ្ចឹងដើម្បីដោះលោកចេញយើងត្រូវបំពាក់លោកគោល2ដែរនេះដូចចំណុចកបាទកន្លែងលេខ2នេះខ្ញុំអាចសរសេរ2គុណជាមួយនឹងលោកគោល2នៃ2បាទអញ្ចឹងយើងឃើញវាមកលើមកលក្ខណៈស្វ័យគុណបន្ទាប់មកយើងដោះបាទលោកចេញបាទគឺខ្ញុំបាន x បូក1លើ2ស្មើ4នេះគឺ2សេគុណ2បាទបងទាញមកបាទផលគុណខ្វែងបាទអញ្ចឹង x បូក1ស្មើ8យើងទាញមកគឺ x ស្មើ7បាទអញ្ចឹង7ធំជាងដក1ដូចនេះចម្លើយយើងអាចយកបានបាទចម្លើយនៃសមីការរបស់យើងគឺ x បាទស្មើ7បាទតាមលក្ខណៈបាទដែលជាឧទាហរណ៍មិញហ្នឹងលោកគ្រូទាញបានលក្ខណៈទូទៅមួយបាទសមីការលោកគោល a នៃ s នៃ x ស្មើលោកគោល az នៃ x បាទយើងទាញអាចទាញសមូល s នៃ x ស្មើ z នៃ x បាទក្នុងន័យនេះគឺ s ហើយនឹង z ជាបាទចំនួនវិជ្ជមានគ្រប់ x ជារបស់
បាទដែនកំណត់មានន័យថា i នៃ x ក៏វិជ្ជមាន z នៃ x ក៏វិជ្ជមានបាទឥឡូវលោកគ្រូមានឧទាហរណ៍បាទមួយដែលមាន3លំហាត់បាទកលោកគោល3នៃ x បាទគុណបូកជាមួយនឹងលោកគោល3នៃ x បូក1ស្មើ1ហើយមួយទៀតលោកគោល6នៃ x បូក1កត x បូក2ស្មើ1បាទចំពោះចំណុចគោលគឺលោកគោលបាទ10នៃ x បូកជាមួយនឹងលោកគោល10នៃ x បូក9ស្មើ1បាទអញ្ចឹងយើងដោះស្រាយទាំងអស់គ្នាបាទចំពោះលំហាត់កបាទដើម្បីឲ្យវាមានន័យលុះត្រាតែ x គេលុះត្រាតែ x ហើយនឹង x បូក2ហ្នឹងបាទធំជាង0បាទអញ្ចឹងគេថាសមីការមានចម្លើយលុះត្រាតែបាទ x ធំជាង0ហើយនឹង x បូក2ធំជាង0បាទអញ្ចឹងយើងទាញមក x ធំជាង0 x ធំជាង12នៅពេលយើងបន្សល់ទៅគឺយើងបាន x ធំជាង0បាទអញ្ចឹងលក្ខខណ្ឌដើម្បីឲ្យសមីការមានឫសគឺ x ធំជាង0ពេលដែលយើងឲ្យលក្ខខណ្ឌហើយគឺយើងដោះតាមលក្ខណៈឡូគ្រីតបាទទី1បងប្អូនមើលកន្លែងនេះសញ្ញាបូកអញ្ចឹងយើងប្រើលក្ខណៈអីគេឡូផលបាទបូកទៅជាឡូផលគុណបាទអញ្ចឹងបាទលោកគោល a នៃ x បូកលោកគោល a នៃ y បាទយើងបាន x គុណ y បាទកន្លែងនេះខ្ញុំសរសេរលោកគោល3នៃ3គឺដោយសារបាទលោកគោល3នៃ3ស្មើ1បាទបន្តទៅទៀតគឺយើងដោះឡូគ្រីតចេញបាទដោះឡូគ្រីតចេញហើយបាទយើងពលាតវាមកវាជាសមីការដឺក្រេទី2កន្លែងនេះខ្ញុំគុណពលាតបាន x ក្រេគុណពលាតបាន 2x ហើយខ្ញុំបញ្ជូន3មកនេះគឺវាដូរសញ្ញាបាទអញ្ចឹងតាមបងដោះតាមអីក៏បានតាមផលគុណខ្វែងតាមបំបែកតួកណ្ដាលបន្ថែមបន្ថយតួប៉ុន្តែដោយសារនេះចូលសមីការដឺក្រេទី2បាទមានឫសងាយក្នុងករណីដែល a បូក b បូក c ស្មើ0គេបាន x អងស្មើ1 x ដឺស្មើបាទ c លើ a បាទអញ្ចឹងចម្លើយរបស់យើងគឺ1ហើយនឹងបាទដក3ឥឡូវយើងមើលលក្ខខណ្ឌរបស់យើងលក្ខខណ្ឌគឺ x ធំជាង0ប៉ុន្តែឫសរបស់យើងគឺមាន1ហើយនឹងដក3អញ្ចឹងដើម្បីឲ្យទៀងទាត់លក្ខខណ្ឌគឺយើងយកអីគេបាទចម្លើយរបស់វាគឺមានតែមួយគត់គឺ x ស្មើ1ព្រោះអត់អាចយក x ស្មើដក3ទេតាមពិតចម្លើយបានសមីការយើងមាន2គឺ1ហើយនឹងដក3ប៉ុន្តែដោយពឹងផ្អែកទៅលើលក្ខខណ្ឌនេះចម្លើយរបស់យើងគឺបាទយើងអាចយកតែមួយទេគឺ x ស្មើ1បាទចំពោះចំណុចខដូចគ្នាដើម្បីឲ្យសមីការមានឫសបាទលុះត្រាតែផលគុណមិនវានេះគឺវិជ្ជមានបាទអញ្ចឹងយើងដឹងថាផលគុណ2ចំនួននឹងវិជ្ជមានកាលណាអីគេបាទសញ្ញាបន្វាដូចគ្នាធំទាំងពីរបាទតូចទាំងពីរបាទអញ្ចឹងយើងឲ្យវាស្មើ0យើងបានឫសបន្វាបាទគឺដកបាទ1ហើយនឹងដក2បាទកន្លែងនេះយើងគូសតារាងសញ្ញាមកដោយសារបាទ x បូក1កតា x បូក2ធំជាង0កន្លែងនេះបើវាជាត្រីធាអញ្ចឹងចន្លោះឫសមានសញ្ញាផ្ទុយពី a ដោយសារ a យើងវិជ្ជមានបាទអញ្ចឹងកន្លែងនេះគឺយើងបានអីគេបាទចន្លោះពីដក2ទៅដក1ហ្នឹងសញ្ញាដកបាទពីដកអនន្តទៅដក2ហើយនឹងពីដក1ទៅបូកអនន្តហ្នឹងគឺសញ្ញាបន្វាបូកបាទនេះគឺជាលក្ខខណ្ឌដែលធ្វើឲ្យបាទសមីការឡូគ្រីតរបស់យើងមានឫសបាទតទៅទៀតគឺយើងដោះស្រាយសមីការយើងប្រើតាមបាទលក្ខណៈបន្លូគ្រីតអញ្ចឹងកន្លែងមួយខ្ញុំអាចសរសេរឡូគោល6នៃ6បាទសរសេរឡូគោល6នៃ6ដើម្បីចង់សម្រួលវាចោលបាទអញ្ចឹងកន្លែងខ្ញុំបាន x បូក1កតា x បូក2ស្មើ6បាទបងប្អូនគុណពលាតមកបាទអានេះមកនេះ x ក្រេមកនេះបាន 2x បាន x បាទបាន2បាទយើងទូទាត់មកខ្ញុំបាន x ក្រេបូក 3x ដក4បាទស្មើ0បាទវាចូលលក្ខខណ្ឌដដែលគឺ a x ក្រេបូក bx បូក c ស្មើ0បាទមេគុណ a បូក b បូក c ស្មើ0ដដែលណាអញ្ចឹង x អងស្មើ1 x ដឺស្មើបាទ c លើ a អញ្ចឹងចម្លើយរបស់យើងគឺបាទ1ហើយនឹងដក4បាទឥឡូវខ្ញុំផ្គុំមួយលក្ខខណ្ឌរបស់យើងគឺ x ពីដកអនន្តទៅដល់ដក2បញ្ជុំពីដក1ទៅបូកអនន្តអញ្ចឹងបងប្អូនមើលកន្លែងដក4នេះវានៅក្នុងនេះបាទដល់ពេល1នៅខាងនេះអញ្ចឹងមានន័យចម្លើយរបស់យើងគឺយកទាំងពីរយកទាំង x ស្មើ1ហើយនឹងដក4មានន័យយកមួយណាក៏ទៀងទាត់ដែរបាទអញ្ចឹងចម្លើយបាទបនសមីការចំណុចនេះគឺមាន1ហើយនឹងដក4អញ្ចឹងដែនកំណត់ដែលយើងរកគឺវាសំខាន់ណាព្រោះវាប៉ះពាល់ទៅបាទមានឥទ្ធិពលទៅលើបាទចម្លើយបនសមីការ
បាទអញ្ចឹងចំពោះចំណុចគោលគឺសមីការយើង local 10នៃ x បូកជាមួយ local 10នៃ x បូក9ស្មើ1បាទអញ្ចឹងដើម្បីដោះស្រាយសមីការដំបូងយើងត្រូវឲ្យលក្ខខណ្ឌរបស់វាគឺ x ធំជាង0ហើយនិង x បូក9ធំជាង0បាទយើងបានគុំពីរលក្ខខណ្ឌហ្នឹងទៅមួយធំជាង0មួយធំជាង19អញ្ចឹងយើងបានបាទប្រសពរបស់វាគឺយើងបាន x ធំជាង0បាទនៅពេលដែលយើងឲ្យលក្ខខណ្ឌហើយគឺយើងបាទប្រើលក្ខណៈឡូគរីតបាទលកផលបូកវាទៅជាលកផលគុណបន្ទាប់មកនៅពេលដែលលកដូចគ្នាបាទមានន័យថាលកបានវាដូចគ្នានេះលកគោល10អានេះលកគោល10អញ្ចឹងយើងសម្រួលលកចោលនៅសល់ x កតា x បូក9ស្មើ10បាទយើងទាញវាមកខាងសិនមកកន្លែងនេះធម្មតាសិនយើងគុណពលាត x ក្រេបូក 9x ស្មើ10បាទខ្ញុំទាញវាមកគឺខ្ញុំបាន x ក្រេបូក 9x ដក10ស្មើ0បាទអញ្ចឹងវាចូលរៀងអីគេ a បូក b បូក c ស្មើ0អញ្ចឹងយើងបាន x អងស្មើ1 x ដឺស្មើបាទដក c លើ a គឺស្មើដក10បាទកន្លែងនេះដោយសារលក្ខខណ្ឌរបស់យើងគឺ x ធំជាង0បាទអញ្ចឹងសមីការរបស់យើងគឺមានចម្លើយតែមួយគត់គឺ x ស្មើ1បាទដោយបាទលំហាត់កដែរប៉ុន្តែកន្លែងនេះយើងយកតែបាទចំនួនវិជ្ជមានដោយសារដែនកំណត់របស់យើងឬក៏តម្លៃ x ដែលធ្វើឲ្យបាទសមីការយើងមានឬគឺវាវិជ្ជមានបាទអញ្ចឹងចម្លើយរបស់យើងមានតែមួយឯងបាទឥឡូវលោកគ្រូមានលំហាត់3ទៀតបាទតកតងជាមួយនឹងសមីការឡូគ្រីតដដែលអានេះរៀងដូចត្រូវជាងមុនតិចបាទចំណុចកបាទអានេះបងប្អូនចាំថាវាមានការ៉េនៅលើ z ហើយនិងការ៉េនៅលើ x បាទការ៉េនៅ z មានន័យថាឡូគ្រីតនេះបាទលើកជាការ៉េបាទការ៉េលើ x វាបាទការ៉េនៅលើអថេបាទអញ្ចឹងបាទចំណុចខហើយនិងគស្តៀងគ្នាដែរណាឥឡូវកុំឲ្យខាត់ពេលយើងមើលដំណោះស្រាយទាំងអស់គ្នាបាទចំពោះចំណុចកដើម្បីឲ្យសមីការមានបាទន័យលុះត្រាតែ x ធំជាង0ដដែលបាទបន្ទាប់មកពេលដែលយើងឲ្យលក្ខខណ្ឌហើយបាទយើងដោះធម្មតាខ្ញុំទាញវាមកអង្គទី2 e អង្គទី1ណាលោកលើកជាការ៉េនៃ x ដក1លោកគល់10បាទអញ្ចឹងយើងចូលរៀងអីគេ a ការ៉េដក b ការ៉េបាទអញ្ចឹងខ្ញុំអាចសេថា a ដក b គឺតា a បូក b បាទយើងចាំថាដើម្បីដោះស្រាយសមីការប្រភេទហ្នឹងគឺយើងឲ្យមកកន្សោមមក0បាទអញ្ចឹងខ្ញុំបានលោកគល់10នៃ x ដក1ស្មើ0បងប្អូនទាញមកបាទលោកគល់10នៃ x ស្មើ1អា1ហ្នឹងគឺលោកគល់10នៃ10បាទនៅពេលដែលលោកដូចគ្នាគឺយើងបដាច់លោកចោលអញ្ចឹង x យើងស្មើ10ទី1ទី2គឺយើងបានអីគេបាទ x បូក1បាទអញ្ចឹងខ្ញុំទាញមកគឺខ្ញុំបានលោកគល់10នៃ x ស្មើដក1បាទកន្លែងដក1បងប្អូនអាចសរសេរថាលោកគល់10នៃ10សេគុណដក1បាទបានហើយយើងអាចលុបចោលបាទកន្លែងនេះ x របស់យើងធំជាង0ហើយកុំច្រឡំ10សេគុណដក1មិនមែនអវិជ្ជមានទេណាបាទអញ្ចឹងចម្លើយរបស់យើងគឺមាន2ណាគឺ x ស្មើ10ហើយនិង x ស្មើបាទ10សេគុណដក1បាទនេះចំពោះចំណុចកបាទចំណុចខបងប្អូនមើលអា1 x បាទអា1នេះ8បាទអញ្ចឹងដូចគ្នាបាទយើងចាំថាកន្លែងនេះលក្ខខណ្ឌរបស់វា x ធំជាង0កន្លែងនេះ x ធំជាង0ខុសពី1អញ្ចឹងសរុបទៅគឺបាទសមីការយើងមានឬលុះត្រាតែ x ធំជាង0ហើយខុសពី1បាទអញ្ចឹងបន្ទាប់មកខ្ញុំតាំងដើម្បីកុំឲ្យញ៉ៃញ៉ៃយើងតាំង a ស្មើលោកគោល8នៃ x បាទយើងអត់ដូច expo បើ expo យើងត្រូវដាក់លក្ខខណ្ឌនៃវាបាទវិជ្ជមានប៉ុន្តែលោករីតអត់ចាំបាច់ទេពេលយើងបានអាហ្នឹងហើយយើងបំលែងធ្វើម៉េចខ្ញុំបំលែងអានេះទៅជាបាទ8វិញព្រោះអានេះយើងលើកគោល8នៃ x បាទរូបមន្តគឺយើងប្រើបាទរូបមន្តអីគេហៅរូបមន្តបដូរគោលអញ្ចឹងលោកគោលx នៃ8បងប្អូនចង់ទៅសេទៅជាលោកគោល8គឺ1លើអាហ្នឹងវិញណាបាទអញ្ចឹង6នៅដដែលអានេះពេលយើងដូរពី x ទៅពី8ទៅ x គឺវាបញ្ច្រាស់លោកគោល x នៃ8ដល់ពេលនេះវាបំលែងទៅ1លើលោកគោល8នៃ x វិញបាទពេលយើងបានដូចគ្នាហើយខ្ញុំជួស a ចូលអញ្ចឹងខ្ញុំបាន6បាទបូក6កតាមានបូកទេកតា1លើ a បូក a មក13បាទយើងគុណពលាតគុណ6ចូលបាទ 6a ចូលបាទនេះបាត់ a បាទនេះ a 6a ការ៉េបាទ13បាទយើងដោះស្រាយសមីការបងដោះតាម data ក៏បានដែរប៉ុន្តែខ្ញុំបែកតួកណ្ដាល
បាទកន្លែងដក13ខ្ញុំអាចសេថាដក9បូកជាមួយនឹងដក4អាខាងដើមខ្ញុំទាញពី3 a ជាកតានៅសល់ 2a ដក3បាទខ្ញុំទាញ2ជាកតានៅសល់ 2a ដក3បាទយើងឃើញមានអីគេ 2a ដក3ជាកតាបាទអញ្ចឹងយើងបាន 2a ដក3កតា 3a ដក2វិញណាវាស្តៀងគ្នាផ្ទុយណាមួយ3មួយ2បាទអញ្ចឹងយើងចូល a គុណ b ស្មើ0យើងឲ្យ a ស្មើ0បាទអញ្ចឹង 2a ដក3បាទស្មើ0 a ខ្ញុំនិយាយទៅលើកតានេះមានន័យថា a គុណ b ស្មើ0មិន a ទូចស្មើ0ទេអញ្ចឹងយើងទាញមួយទៀតមក3ដក2 3a ដក2ស្មើ0យើងបានបាទ a ស្មើ2លើ3ពេលបានហ្នឹងហើយបងយកមកបាទ a ស្មើ3លើ2បាទអញ្ចឹងលោកគោល8នៃ x ស្មើ3លើ2បាទតាមលក្ខណៈស្វ័យគុណ x ស្មើនឹង8ស្វ័យគុណ3លើ2បាទយើងទាញប៉ុណ្ណឹងបាទបងអូនទូទាត់ទៀតក៏បានទុកប៉ុណ្ណឹងក៏បានអញ្ចឹងកន្លែងនេះខ្ញុំសន្មតថាខ្ញុំសរសេរស្មើប៉ុណ្ណឹងបាទចំពោះ a ស្មើ2លើ3បាទដូចគ្នាលោកគោល8នេះ x ស្មើ2លើ3សេបានប៉ុណ្នេះប៉ុន្តែបងអូនចាំថា8យើងអាចសរសេរ2សេគុណម៉ានបាទ2សេគុណ3 2សេគុណ3សម្រួលនេះចោលអញ្ចឹងវានៅសល់បាទ2សេគុណ2 2សេគុណ2គឺ4បាទអញ្ចឹងចម្លើយបនសមីការរបស់យើងគឺ x ធំជាង0ខុសពី1ឥឡូវវាសិតតែធំជាង0ហើយខុសពី1ទៀតអញ្ចឹងមានន័យថាចម្លើយរបស់យើងយកទាំងពីរណាបាទ x ស្មើបាទ8សេគុណ3លើក2បាទគុណជំបាទមានគុណនេះនឹង x មួយទៀតស្មើ4បាទឥឡូវយើងមកចម្លើយបាទចំពោះចំណុចគោស្តៀងនឹងមិញគណៈវាអត់មានគុណ6បាទអញ្ចឹងខ្ញុំតាងដដែលបាទកន្លែងនេះលក្ខខណ្ឌដើម្បីឲ្យសមីការយើងមានឬលុះត្រាតែ x ធំជាង0ខុសពី1បន្ទាប់នេះខ្ញុំតាំងតេស្មើលោកគោល9នេះ x អញ្ចឹងយើងត្រូវបដូរអានេះទៅជាលោកគោល9នេះ x បាទអញ្ចឹងយើងប្រើរូបមន្តម្លែងគោលមកបានប៉ុណ្នេះបន្ទាប់មកខ្ញុំជួសតេចូលបាទទោះតេចូលហើយយើងគុណ2តេបាទពេលដែលគុណ2តេកន្លែងនេះយើងបាន2កន្លែងនេះ2តេការ៉េកន្លែងនេះ2សម្រួលបាត់នៅសល់5តេបាទយើងដោះស្រាយសមីការនេះមកខ្ញុំបែកតួកដាលដដែលបងប្អូនអាចប្រើតាមអីគេតាមផលគុណខ្វែងតាមបាទដាក់ចេកតាអីសែនចិត្តប៉ុន្តែកន្លែងនេះខ្ញុំឃើញតួកដាលខ្ញុំបែកតួកដាលមកបាទអញ្ចឹងយើងទាញ2ចេកតាដើមអានោះកាលនេះយើងដាក់ក្នុងវងកញ្ចក់ទេបន្ទាប់មកយើងទាញបាទតេដក2ចេកតាបាទនៅសល់2តេដក1បាទអញ្ចឹងខ្ញុំទាញមកគឺតេស្មើ2ហើយនឹងតេស្មើ1លើ2បាទបើតេស្មើ2យើងទាញមកលោកគោល9នៃ x ស្មើ2អញ្ចឹងយើងអាន x ស្មើ9សេគុណ2ណាលក្ខណៈឡូគ្រីតគឺអានេះទូលអានេះស្មើនៃបន្វាមានន័យថា9សេគុណ2ស្មើ x បាទដូចគ្នាដែរបើតេស្មើកន្លះបាទកន្លែងនេះបាទយើងអាចសរសេរ9លោកគោល9នៃ x ស្មើកន្លះឬក៏ x ស្មើនឹងឫសទី2មានន័យថា9ស្វ័យគុណកន្លះបាទស្មើ3បាទអញ្ចឹងចម្លើយរបស់យើងធំជាង0ខុសពី1បាទអញ្ចឹងយើងអាចយកទាំងពីរណាព្រោះអានេះ81អានេះ3បាទអញ្ចឹងចម្លើយរបស់យើងគឺយកទាំងពីរតែម្ដងបាទអញ្ចឹងលំហាត់បាទខ្លឹមសារមេរៀនរបស់យើងចប់ប៉ុណ្ណឹងប៉ុន្តែមុនបញ្ចប់លោកគ្រូមានលំហាត់បាទសម្រាប់ធ្វើកិច្ចការផ្ទះ3អញ្ចឹងបងប្អូនបាទជួយដោះស្រាយផងហើយយើងអាចទៀងទាត់ចម្លើយគ្នានៅម៉ោងបាទបន្ទាប់បាទអរគុណ